មូលហេតុធ្វើឲ្យមាសឡើងថ្លៃកប់ពពកមហាយៈចិនសម្រុកទិញមាសយ៉ាងគំហុកដែលពេលនេះមាសមិនក្រោម 5,500 តោននោះឡើយធនីគារ ANZ នៃប្រទេសអូស្ត្រាលីបានទម្លាយដឹងគួរឲ្យភ្ញាក់ផ្អើលថាប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី2ក្នុងពិភពលោកបានសម្រុកទិញមាសយ៉ាងគំហុកដែលគិតមកទល់នឹងដើមឆ្នាំ2026នេះគឺមហាយៈចិនមានមាសមិនក្រោម 5,500 តោននោះឡើយនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃពុធទី28 ខែមករាឆ្នាំ2026តួលេខដែលផ្ដល់ដោយធនាគារអូស្ត្រាលីនេះបង្ហាញថាចំនួនមាស 5,500 តោននេះគឺជាចំនួន1គុណនឹង2ហើយបើធៀបនឹងចំនួនដែលមហាយៈចិនបានប្រកាសដោយបើកចំហជាផ្លូវការដូចនេះប្រសិនបើដោយការអាងរបស់ធនាគារអូស្ត្រាលី ANZ មែននោះគឺមានន័យថាមហាយៈចិនគឺជាប្រទេសដែលកាន់មាសច្រើនបំផុតទី2ក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកដែលជាបងធំទី1របស់ពិភពលោកទាំងផ្នែកយោធានិងសេដ្ឋកិច្ចសារព័ត៌មាន Nikkei Asia បានឲ្យដឹងថាទន្ទឹមនឹងការសម្រុកទិញចូលមាសយ៉ាងច្រើនសន្ធឹកសន្ធាប់មហាយៈចិនក៏សម្រុកលួចចេញមូលបត្របំណុលរដ្ឋាភិបាលអាមេរិកដែលខ្លួនកាន់កាប់យ៉ាងច្រើនផងដែរសូមបញ្ជាក់ថាខណៈដែលភូមិសាស្ត្រនយោបាយពិភពលោកកាន់តែក្រឡាប់ចាក់រួមមានទាំងសង្គ្រាមប្រដាប់អាវុធនិងសង្គ្រាមពាណិជ្ជកម្មផងនោះបានជំរុញឲ្យធនាគារកណ្ដាលនៃប្រទេសធំសម្រុកទិញចូលមាសស្តុកទុកយ៉ាងសម្បើមជាហេតុនាំឲ្យមាសហក់ឡើងថ្លៃខ្ពស់កប់ពពកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រហាងឆេងមាសបានហក់ឡើងរហូតដល់ទៅ $6,737 ដុល្លារអាមេរិកទៅហើយក្នុងមួយតម្លឹងគិតត្រឹមថ្ងៃប្រហ័សទី29 ខែមករាឆ្នាំ2026នេះយោងតាមផ្សារភាគហ៊ុនអាមេរិក NASDAQ ឲ្យដឹងថាសហរដ្ឋអាមេរិកមានមាសបំរុងច្រើនជាងគេបំផុតក្នុងពិភពលោករហូតដល់ទៅ 8,133 តោនខ្ញុំតារាពី RT News TV